សួស្តីក៏ដូចជាជំរាបសួរទៅកាន់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះជាប្រយោជន៍ដល់អ្នកចាប់ផ្ដើមថ្មីនៅក្នុងវិថី Networking ខ្ញុំលើកយកនៅគន្លឹះខ្លះៗដែលយើងអាចចូលទៅកាន់ CLI ឬក៏ Command Line Interface របស់ Cisco Router ហើយ model ដែលខ្ញុំលើកយកមកនិយាយគឺ Cisco Router ISR 4300 ជាដំបូងយើងត្រូវមាន tool មួយចំនួនដែលយើងត្រូវមានដើម្បីអាចធ្វើកិច្ចការនេះបានទី1គឺ laptop ឬក៏ desktop ទី2គឺខ្សែ console ទី3គឺកម្មវិធី PuTTY នេះឯងអូខេអ្នកទាំងអស់គ្នានៅក្នុងចំណុចនេះគឺដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងរូបដែលខ្ញុំ highlight នេះគឺរបៀបដែលយើងអាច connect ទៅកាន់ Cisco router គឺលើខ្សែ console ហ្នឹងគឺវាមានខ្ទុយខ្សែមួយខាងហ្នឹងគឺជាប្រភេទ RJ45 អញ្ចឹងអ្នកទាំងអស់គ្នាយកអាខ្ទុយខាងហ្នឹង down ចូលទៅកាន់ router ទៅហើយមួយកណាត់ទៀតដែលវាតំណមួយកណាត់ទៀតហ្នឹងគឺខ្សែ USB គឺអ្នកទាំងអស់គ្នាដោតខ្សែ USB ហ្នឹងចូលទៅកាន់ laptop របស់អ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាកន្លែងនេះគឺយើងបានបើក app PuTTY ហើយឥឡូវនេះគឺយើងដើម្បី remote ចូលបានយើងត្រូវទី1យើងចូលទៅមើល port ដែលយើង down នៅលើ USB ហ្នឹងវាចាប់បាន port មួយណាដើម្បីយើងយកមកបំពេញនៅលើ PuTTY ឲ្យវាត្រូវ port ទៅយើងអាច access ចូលទៅកាន់ router បានអូខេឥឡូវយើងចូលដូចដំបូងយើងចូលក្នុង file ចូល PC បន្ទាប់មកចូលទៅកាន់ device manager នេះមកបន្ទាប់មកយើង scroll ទៅរកកន្លែង port យើងរកមើលពេលយើងដោតមកវានឹងមាន port ថ្មី load នៅក្នុងនេះអ្នកទាំងអស់គ្នាយក port វាមាន com1 com2 ឥឡូវខ្ញុំយក port com1 នេះជាឧទាហរណ៍ចឹងទៅអ្នកទាំងអស់គ្នា select អានោះ speed default កន្លែង serial អ្នកទាំងអស់គ្នា select យក serial ហ្នឹងមកវានឹងឲ្យយើងវាយ port ឥឡូវយើងចូលទៅកាន់ package tracer ដើម្បីយើង test remote virtual ដោយសារខ្ញុំអត់មាន device ជាក់ស្ដែង demo ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំ test នៅលើ package tracer វិញអូខេយើងចូលមកកាន់យើងមាន PC និង router មួយមកបន្ទាប់មកចូលកាន់ terminal បន្ទាប់ពីយើង connect ហើយចុច OK មកអូខេវាមកដល់ផ្ទាំងមួយនេះគឺ CLI ផង router យើងយក no មកអូខេមកដល់ចំណុចនេះគឺយើងចូលមកដល់ក្នុង router យើងអាចធ្វើការ config ក្នុងនឹងបានតកតងជាមួយនឹង step ដែលយើង access ទៅកាន់ router គឺមានតែប៉ុណ្្នឹងទេយើងអាចដល់ផ្ទាំងនេះបានគឺយើងអាចធ្វើការ configure អីផ្សេងៗនៅលើនឹងបានអូខេអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះ